đã có tài lượng dầu nơi cô cầm nịch chầm bong đã chui ao rụp có cái đôi chữ manu đã có thưa ca cho mối từ tụ ban phiệp trục chỉ hai phía cha là vậy đại khi nhom sự kết khơi rụp của môn rư cọc cần lư đại có ban lượng láng miền phiệp sàm mạnh miền phiệp nghi su được trong cả quạt hai ở vậy đã sầm khăn manu mơ rầm lâu rư có manu miền ca chuyên vô khóc từ tam cần lâu này lâu đại nè trục chỉ còn ban ăn quạt đối với này hai ban chỉ manu phía cha được về đại quạt đấngกดឃើញกดឮប៉ុន្តែគាត់មិនអាចអនុវត្តបានឲ្យបានសមស្រប100%ទៅតាមគោលការណ៍ដែលពួកគាត់បានឃើញបានឮបានដឹងហើយជាលទ្ធផលពេលខ្លះមនុស្សភាគច្រើនគឺមិនទទួលបានអ្វីដែលគាត់ចង់បានអូខេបាទនៅទីនេះអ្វីដែលខ្ញុំនឹងផ្ដល់ជូនគឺអត្ថកម្បាំងតូចចំនួន6ដែលអស់លោកស្រីគប្បីដឹងត្រូវដឹងដើម្បីទទួលបានភាពជោគជ័យហើយនៅចុងបញ្ចប់នៃខ្សែវីដេអូក៏ខ្ញុំនឹងបង្ហាញជូននៅឱកាសសម្រាប់អស់លោកស្រីបងប្អូនយើងនៅក្នុងការធ្វើការជាមួយខ្ញុំបើសិនជាអស់លោកស្រីមានបំណងនៅក្នុងការទទួលបានភាពជោគជ័យលឿនច្រើនជាងមុនដូចជាបងប្អូនយើងនៅពេលបច្ចុប្បន្ននៅក្នុង Mastery 2.0 បាទភាគច្រើនគាត់ speed up បាទគាត់បង្កើននៃភាពជោគជ័យរបស់គាត់តាមរយៈការបង្កើតឲ្យមាននៅការកើនឡើងនៃប្រាក់ចំណូលរបស់គាត់បានអ្នកខ្លះគុណ2អ្នកខ្លះគុណ3ហើយអ្នកខ្លះរកបានប្រាក់ចំណូលពីមុនដែលគាត់ធ្លាប់រកមួយខែគាត់រកក្នុងមួយថ្ងៃស្មើនឹងមួយខែហើយនៅពេលថ្មីនេះដោយខ្ញុំបានជម្រាបជូនគឺមានបងប្រុសម្នាក់នៅសហរដ្ឋអាមេរិកគាត់បានជួយក្រុមហ៊ុនរបស់គាត់ឲ្យទទួលបានភាពជោគជ័យជាដុំកំភួនមួយដែលសូម្បីតែខ្ញុំក៏មិននឹកស្មានដល់ហើយនៅពេលនេះគាត់ក៏ទទួលបានការទទួលស្គាល់យ៉ាងពិសេសនៅក្នុងក្រុមហ៊ុនគាត់ឡើងតំណែងឬហើយគាត់មានឱកាសនៅក្នុងការធ្វើការងារដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបាទអញ្ចឹងអ្វីដែលខ្ញុំនឹងផ្ដល់ជូនគឺពាក់ព័ន្ធជាមួយនឹងអាចកំបាំងតូចដែលជួយទៅដល់លោកស្រីបងប្អូនយើងទទួលបានភាពជោគជ័យហើយនៅទីបញ្ចប់ខ្ញុំនឹងផ្ដល់នៅព័ត៌មានពាក់ព័ន្ធជាមួយនឹងការទទួលបាននៅខ្សែវីដេអូដែលខ្ញុំបានធ្វើជូនសម្រាប់បងប្អូនយើងនៅសហរដ្ឋអាមេរិកហើយខ្ញុំក៏នឹងផ្ដល់ជូននៅឱកាសសម្រាប់បងប្អូនយើងដែលមានបំណងនៅក្នុងការធ្វើការជាមួយខ្ញុំបើសិនជាខ្ញុំស័ក្តិសមជាមួយនឹងអស់លោកស្រីបងប្អូនយើងហើយអស់លោកស្រីស័ក្តិសមជាមួយនឹងខ្ញុំមានន័យថាយើង fit គ្នាយើង match គ្នាយើងអាចដើរជាមួយគ្នាបានអស់លោកស្រីបងប្អូនទទួលបានអត្ថប្រយោជន៍ចេញពីការបង្វឹកចេញពីការងារធ្វើការជាមួយខ្ញុំហើយខ្ញុំទទួលបានអត្ថប្រយោជន៍ចេញពីបងប្អូនតាមរយៈដែលបើសិនជាលោកស្រីបងប្អូនយើងធ្វើការជាមួយខ្ញុំនៅក្នុងកម្មវិធី coaching ណាមួយទទួលបានផលទទួលបានភាពរីកចម្រើនបាទនោះហើយគឺជាលទ្ធផលដែលខ្ញុំចង់បានបាទអញ្ចឹងបើសិនជាយើង fit គ្នាយើងស័ក្តិសមគ្នានៅក្នុងការធ្វើការងារជាមួយបាទខ្ញុំជឿថានៅចុងបញ្ចប់នៃខ្សែវីដេអូនេះអស់លោកស្រីនឹងជ្រើសរើសនៅដំណើរផ្លូវមួយដែលអាចនឹងមានឱកាសនៅក្នុងការធ្វើការជាមួយខ្ញុំបើសិនជាអស់លោកស្រីស្នើសុំបាទរួចហើយក្រុមការងាររបស់យើងធ្វើការមើលទៅលើទម្រង់នៃការស្នើសុំហើយឃើញថាអស់លោកស្រីអាចនឹងទទួលបានអត្ថប្រយោជន៍ចេញពីការបង្វឹករបស់ខ្ញុំហើយអស់លោកស្រីនឹងយកនៅអ្វីដែលខ្ញុំបានបង្វឹកយកទៅប្រើប្រាស់ហើយអស់លោកស្រីនឹងទទួលបានភាពជោគជ័យលឿនបើសិនជាអស់លោកស្រីរៀនជាមួយខ្ញុំរួចហើយ10ឆ្នាំក្រោយ20ឆ្នាំក្រោយបានជោគជ័យក៏យើងអត់ចង់បានដែរបាទយើងចង់បានអ្នកណាដែលគាត់មកហើយគាត់អាចទទួលបានអត្ថប្រយោជន៍នៅក្នុងកំឡុងពេលដែលគាត់ធ្វើការជាមួយខ្ញុំឬក៏ជាបន្តបាទយូរពេកក៏យើងអត់ចង់បានដែរយើងមិនចង់បានឆាប់ប៉ុន្តែក៏យើងមិនចង់បានយូរពេកដែរអូខេបាទនៅពេលដែលខ្ញុំបានជួបគ្រូល្បីអ្នកបកកាយខ្ញុំតែងតែមានការងឿងឆ្ងល់ពាក់ព័ន្ធជាមួយនឹងគោលគំនិតដែលគាត់បានបង្ហាញជូនមកឲ្យខ្ញុំដែលគាត់តែងនិយាយថាជាទូទៅអត្ថកម្បាំងនៃភាពជោគជ័យគឺមានភាពសាមញ្ញប៉ុន្តែមនុស្សបានធ្វើឲ្យមានភាពសាមញ្ញតាមរយៈការដែលធ្វើឲ្យកិច្ចការមួយចំនួនមានទម្រង់ទ្រង់ទ្រាយខុសពីទម្រង់ដើមនៃគោលគំនិតនៃយុទ្ធសាស្ត្រដែលគេបានរកឃើញដែលគេបានចងក្រងពេលខ្លះយើងបានបង្កើតទៅជារូបមន្តថ្មីដែលធ្វើឲ្យ
យើងពិបាកនៅក្នុងការអនុវត្តបាទនៅទីនេះខ្ញុំសូមលើកយកអត្ថកម្បាំងទី1ដែលធ្វើឲ្យយើងទទួលបានភាពជោគជ័យដែលមនុស្សភាគច្រើនក៏ដឹងហើយមនុស្សភាគច្រើនក៏មិនបានដឹងបាទហើយបើសិនជាលោកស្រីបងប្អូនយើងដឹងបាទជារឿងដែលល្អដែលនេះគឺជាឱកាសនៅក្នុងការទទួលបាននៅព័ត៌មានបន្ថែមចំណេះដឹងបន្ថែមដែលធ្វើឲ្យបងប្អូនអស់លោកស្រីមានការស្វែងយល់កាន់តែច្បាស់បាទទី1ខ្ញុំចង់លើកយកអំពីគោលការណ៍ដែលសំខាន់ពាក់ព័ន្ធជាមួយនឹងភាពជោគជ័យតើអ្វីខ្លះដែលចូលរួមចំណែកទៅដល់ភាពជោគជ័យបាទអស់លោកស្រីបានឃើញហើយនៅទីនេះគឺផ្នែកទី1គឺផ្នែកចិត្តសាស្ត្រផ្នែកទី2យុទ្ធសាស្ត្រផ្នែកទី3គឺជំនាញតើរវាងចិត្តសាស្ត្រយុទ្ធសាស្ត្រជំនាញមួយណាដែលចូលរួមចំណែកទៅដល់ការធ្វើឲ្យអស់លោកស្រីទទួលបានភាពជោគជ័យខ្លាំងជាងគេបាទតើមួយណាដែលចូលរួមចំណែកទៅដល់ការដែលជួយអស់លោកស្រីឲ្យទទួលបានភាពជោគជ័យខ្លាំងជាងគេបាទមនុស្សភាគច្រើនគាត់និយាយថាជំនាញហើយអ្នកខ្លះក៏គាត់និយាយថាយុទ្ធសាស្ត្របាទហើយសម្រាប់អស់លោកស្រីបងប្អូនដែលជាមនុស្សឆ្លាតវៃគ្រាន់តែមើលមកដឹងថាអូលោកគ្រូដាក់ចិត្តសាស្ត្រនៅផ្នែកខាងលើអញ្ចឹងចិត្តសាស្ត្រខ្លាំងជាងគេបាទជាការពិតនៅទីនេះគឺយុទ្ធសាស្ត្រចិត្តសាស្ត្រខ្លាំងជាងគេអញ្ចឹងចិត្តសាស្ត្រមានតម្លៃស្មើនឹង 80% ដែលចូលរួមចំណែកទៅដល់ភាពជោគជ័យនៅក្នុងជីវិតរបស់យើងទី2គឺផ្នែកចិត្តសាស្ត្រមានចំណែកចូលរួមទៅដល់ភាពជោគជ័យរបស់យើង 19% ចុះជំនាញបាទងាយស្រួលទេគឺ 1% ចឹងហើយបានយើងពេលខ្លះយើងឃើញថាអ្នកដែលគាត់រៀនបកកែផ្នែកវិជ្ជាបណ្ឌិតមិនប្រកាសថាគាត់អាចបើក clinic ប្រកបដោយភាពជោគជ័យនោះទេបាទលុះណាតែគាត់មានជំនាញលុះណាតែគាត់មានចិត្តសាស្ត្រជាសហគ្រិនលុះណាតែគាត់មានចិត្តសាស្ត្រលក្ខណៈជាអ្នកប្រកបអាជីវកម្មឬហើយគាត់មានយុទ្ធសាស្ត្រនៅក្នុងការប្រកបអាជីវកម្មមួយច្បាស់លាស់ទើបគាត់ជោគជ័យអ្នកដែលប្រកែចម្អិនម្ហូបបាទជំនាញមិនប្រកាសថាគាត់អាចគ្រប់គ្រងភោជនីយដ្ឋានប្រកបដោយភាពជោគជ័យនោះទេមិនប្រកាសថាគាត់អាចបើកភោជនីយដ្ឋានខ្លួនឯងហើយធ្វើជាម្ចាស់អាជីវកម្មប្រកបដោយភាពជោគជ័យនោះទេលុះណាតែគាត់មាន psychology មានចិត្តសាស្ត្រជាសហគ្រិនភាពមានចិត្តសាស្ត្រជាម្ចាស់អាជីវកម្មហើយបន្តមកទៀតគាត់ត្រូវមានយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងអាជីវកម្មរបស់គាត់ឲ្យទទួលបានភាពជោគជ័យបាទនេះគឺជាអត្ថកម្បាំងទី1ដែលខ្ញុំចង់បង្ហាញនៅពេលនេះអត្ថកម្បាំងទី2បាទអត្ថកម្បាំងទី2គឺ Mastermind Group អ្វីទៅដែលហៅថា Mastermind Group Mastermind Group គឺជាទម្រង់នៃមនុស្សដែលមានគោលដៅជួយសហការរួបរวมគ្នាដើម្បីគ្រប់គ្រងគ្នាទទួលបានភាពជោគជ័យលឿនបាទដោយនៅពេលនេះអ្វីដែលពួកខ្ញុំកំពុងតែធ្វើសូម្បីតែបងប្អូនយើងនៅសហរដ្ឋអាមេរិកដែលខ្ញុំផ្ដល់នៅការបង្វឹកតាមរយៈប្រើប្រាស់នៅ technology ថ្មីគឺ Zoom ក៏ពួកគាត់ធ្វើការនៅក្នុងទម្រង់ជា Mastermind Group ភាពជោគជ័យរបស់គាត់ទៅលឿនដោយសារតែគាត់ធ្វើការនៅក្នុងទម្រង់ជា Mastermind Group បងប្អូនយើងនៅក្នុង Mastery 2.0 នៅក្នុងប្រជាជាតិកម្ពុជាដែលខ្ញុំកំពុងតែធ្វើបាទក្រុមទី1ក្រុមទី2ហើយនិងក្រុមទី3ដែលគាត់នឹងចាប់ផ្ដើមនៅខែ6នៅថ្ងៃទី1ខែ6យើងនេះបាទពួកគាត់ត្រូវបានរៀបចំឡើងនៅក្នុងទម្រង់ជា Mastermind Group បាទហើយបន្តមកទៀតបងប្អូនយើងនៅក្នុង Success 2.0 Success 2.0 ក៏កំពុងតែធ្វើការនៅក្នុងទម្រង់ជា Mastermind Group ដែល Mastermind Group សម្រាប់ Success 2.0 មាន2ទម្រង់ទម្រង់ទី1គឺទម្រង់ online លក្ខណៈជា group ធំបន្តមកទៀតទម្រង់ទី2បាទសម្រាប់អ្នកនៅប្រជាជាតិកម្ពុជាជា offline គាត់មានទម្រង់ជា group តូចមានន័យថាទី1គាត់ទទួលបានការបង្វឹកពីខ្ញុំនៅក្នុងទម្រង់ជា big Mastermind Group ទី2គាត់ទទួលបានការបង្វឹកពីក្រុម coach របស់ខ្ញុំដែលស្ថិតនៅក្នុងទម្រង់ជា small Mastermind Group ឬក៏ខ្ញុំចាត់ទុកថាជា mini Mastermind Group បាទអញ្ចឹងបើសិនជាអស់លោកស្រីបងប្អូនយើងយល់អំពី psychology យល់អំពីចិត្តសាស្ត្រនៅក្នុងការបង្កើត mastermind គឺជាចំណែកមួយដែលសំខាន់ដែលធ្វើឲ្យអស់លោកស្រីទទួលបាននូវភាពជោគជ័យលឿនបន្តមកទៀតគោលការណ៍ទី3 raise your standard បាទទៅរស់នៅជាមួយនឹងស្តង់ដារថ្មីជាមួយនឹងកម្រិតនៃការប្រឈមនៅក្នុងការអនុវត្តការងារថ្មីនៅក្នុងកម្រិតមួយខ្ពស់មានន័យថាម៉េចឧទាហរណ៍ដូចជានៅពេលបច្ចុប្បន្នខ្ញុំកំពុងតែ challenge ខ្លួនឯងបាទមួយទឹកកករួចហើយខ្ញុំត្រាំទឹកកក
ចឹងពីមួយពេលទៅមួយពេលយើង challenge ខ្លួនឯងខ្ញុំ challenge នៅក្នុងការរត់បាទរត់មុនដំបូងយើងរត់2 3គីឡូ5គីឡូ10គីឡូ21គីឡូហើយយើងរត់តមកទៀតខ្ញុំ challenge នៅក្នុងការអវងបាទការពីម្សិលមិញខ្ញុំអវងបានដោយមិនចាំបាច់ដកដង្ហើមបាន52បាទ52ដងដោយមិនចាំបាច់ដកដង្ហើមហើយបន្តមកទៀតនៅក្នុងក្រុមហ៊ុនអាជីវកម្មរបស់យើងក៏យើងត្រូវ challenge ទម្លាប់ប្រចាំថ្ងៃរបស់យើងក៏យើងត្រូវ challenge ប្រាក់ចំណូលរបស់យើងក៏ត្រូវ challenge ដូចជាបងប្អូនរបស់យើងមានបងប្អូនយើងម្នាក់នៅក្នុង Mastery 2.0 គាត់ទទួលការ challenge ពីខ្ញុំគាត់ត្រូវរកឲ្យបាន1លានក្នុងមួយខែបើសិនជាគាត់មិនបានគាត់ត្រូវ pay ឲ្យខ្ញុំ$1000ដើម្បីខ្ញុំយកទៅធ្វើ charity ហើយមានបងស្រីម្នាក់គាត់ challenge បើសិនជាគាត់ធ្វើមិនជោគជ័យទេគាត់នឹងដាក់$10,000ឲ្យខ្ញុំដើម្បីយកលុយនឹងយកទៅធ្វើ charity បាទហើយមានបងប្អូនយើងផ្សេងទៀតអ្នកខ្លះដាក់300អ្នកខ្លះដាក់100អញ្ចឹងបើសិនជាយើងរស់នៅជាមួយនឹងស្តង់ដារធម្មតាសាមញ្ញបើយើងអត់ជោគជ័យទេបងប្រុសនៅសហរដ្ឋអាមេរិកគាត់ challenge ជាមួយខ្ញុំជាមួយនឹងការដាក់លុយ$330ជាមួយនឹងការធ្វើកិច្ចការមួយដ៏តូចហើយកិច្ចការដ៏តូចនោះនឹងជួយគាត់ឲ្យទទួលបាននូវលទ្ធផលនៃភាពជោគជ័យប្រចាំជីវិតរបស់គាត់ដែលគាត់នឹងអរគុណខ្លួនឯងដែលគាត់នៅពេលដែលគាត់នឹកឃើញដល់កលៈទេសៈដែលខ្ញុំធ្វើការជាមួយគាត់នៅក្នុងក្រុម Mastermind របស់គាត់ដែលខ្ញុំបាន challenge គាត់នឹងអរគុណខ្លួនឯងគាត់នឹងអរគុណ Mastermind របស់គាត់បាទអញ្ចឹងគោលការណ៍ទី3គឺ raise your standard គោលការណ៍ទី4បាទយើងត្រូវមាន coach អ្វីទៅដែលហៅថា coach who is your coach បាទគ្រូបង្វឹករបស់អ្នកមិនមែនជាមិត្តភក្តិដ៏មានន័យថាមិនមែនជាមិត្តភក្តិដែលគួរសមមិនមែនជាមិត្តភក្តិដែលយកចិត្តបងប្អូននោះទេ coach គឺជាមិត្តភក្តិដែលមានភាពតឹងរឹងតឹងតែងហ៊ាននិយាយនៅអ្វីដែលអស់លោកស្រីបងប្អូនយើងមិនគួរឮប៉ុន្តែចាំបាច់ត្រូវតែឮឧទាហរណ៍ដូចជាថ្ងៃនេះត្រូវតែទៅហាត់ប្រាណថ្ងៃនេះត្រូវតែធ្វើកិច្ចការនេះថ្ងៃនេះត្រូវតែបញ្ចប់នៅ business plan បាទអញ្ចឹង coach គាត់មានតួនាទីនៅក្នុងការជួយយើងដើម្បីឲ្យយើងធ្វើកិច្ចការដែលយើងចាំបាច់ត្រូវតែធ្វើដើម្បីឲ្យយើងទទួលបានភាពជោគជ័យអញ្ចឹង coach ជារឿងដែលចាំបាច់បំផុត coach មិនចាំបាច់ថាមនុស្សដែលគាត់ជោគជ័យខ្លាំងជាងយើងណាស់ណានោះទេតែអ្វីដែលសំខាន់ coach គាត់ដឹងអំពីចិត្តសាស្ត្រគាត់ដឹងអំពីវិធីសាស្ត្រដែលជួយយើងឲ្យយើងកាន់តែប្រកែកាន់តែខ្លាំង coach ជាមនុស្សដែលជួយយើងឲ្យប្រើប្រាស់បេះដូងរបស់យើងដើម្បីយល់អំពីភាពខ្លាំងបន្តមកទៀត coach ប្រើប្រាស់ចិត្តសាស្ត្រនៅក្នុងការជួយយើងដើម្បីយល់អំពីនៅសេចក្តីស្រឡាញ់របស់យើងដើម្បីយើងទទួលបាននៅការផ្គុំចូលគ្នារវាងក្តីស្រឡាញ់ជាមួយនឹងភាពខ្លាំងដើម្បីបង្កើតឲ្យបាននូវលទ្ធផលធំធេងយុទ្ធសាស្ត្រទី5ទោះបីយើងមាន mastermind យើងមាន coach យើង raise standard បើសិនជាយើងមិនធ្វើកិច្ចការមួយនេះទេ no results គឺ action ដោយអស់លោកស្រីបងប្អូនយើងឃើញការថតកុនបើនៅពេលដែលគេថតកុនតើតែគេនិយាយថា action ទើបគេចាប់ផ្ដើមថតអញ្ចឹងនៅពេលដែល take action យើងនឹងទទួលបាននៅលទ្ធផលអញ្ចឹងថាតើអស់លោកស្រីបងប្អូនយើងនៅពេលដែលយើងចង់បានជោគជ័យតើពេលណាដែលយើងចាំបាច់ត្រូវតែ take action បន្តមកទៀតគោលការណ៍ទី6បាទខ្ញុំនឹងបង្ហាញជូនដោយសារខ្ញុំនឹងផ្ដល់ជូននៅព័ត៌មានមួយដែលខ្ញុំបានសន្យាពីខាងដើមដោយសារខ្ញុំជឿជាក់ថាអស់លោកស្រីបងប្អូនយើងទស្សនានៅខ្សែវីដេអូ live របស់ខ្ញុំនៅពេលនេះដោយសារតែចង់បានខ្សែវីដេអូដែលខ្ញុំបានធ្វើសម្រាប់បងប្អូនយើងនៅសហរដ្ឋអាមេរិកកាលពីខ្ញុំនៅប្រទេសម៉ាឡេស៊ីដែលជាខ្សែវីដេអូមួយដែលខ្ញុំនិយាយអំពី psychology strategy និង habit of success ដែលខ្ញុំជឿជាក់ថាបើសិនជាអស់លោកស្រីទទួលបានខ្សែវីដេអូនេះហើយយកទៅមើលអនុវត្តដោយសារតែខ្ញុំបានបង្កប់នៅ action step នៅផែនការសកម្មភាពនៅយុទ្ធសាស្ត្រដែលអស់លោកស្រីបងប្អូនយើងអាចអនុវត្តប្រចាំថ្ងៃងាយបាទសាមញ្ញដែលធ្វើឲ្យអស់លោកស្រីបងប្អូនយើងទទួលបានភាពជោគជ័យលឿនតើអស់លោកស្រីបងប្អូនយើងធ្វើយ៉ាងម៉េចទៅបានខ្សែវីដេអូនេះបាទវិធីសាស្ត្រងាយស្រួលទេ
បាទទី1អស់លោកស្រីអាចនឹងចូលរួមនៅក្នុងកម្មវិធីរបស់ខ្ញុំមានឈ្មោះថា Success 2.0 នៅពេលដែលលោកស្រីបងប្អូនយើងចូលនៅក្នុងកម្មវិធី Success 2.0 ខ្ញុំនឹងផ្ដល់ជូននៅខ្សែវីដេអូនេះដើម្បីឲ្យលោកស្រីបងប្អូនមានឱកាសនៅក្នុងការសិក្សារៀនសូត្រឬក៏ឲ្យលោកស្រីបងប្អូនយើងចូលនៅក្នុងកម្មវិធី Mastery 2.0 ដែលយើងនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែ6ដូច្នេះឲ្យលោកស្រីបងប្អូនយើងនឹងមានឱកាសនៅក្នុងការទទួលបាននៅខ្សែវីដេអូដ៏ពិសេសនេះដើម្បីធ្វើការសិក្សារៀនសូត្រអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃតើពេលណាដែលលោកស្រីបងប្អូនយើងគប្បីធ្វើដើម្បីអនុវត្តនៅរូបមន្តនៅយុទ្ធសាស្ត្រនៃភាពជោគជ័យបាទយុទ្ធសាស្ត្រទី6ដែលខ្ញុំបានផ្ដល់ជូននៅទីនេះគឺ now នៅពេលដែលយើងដឹងថាយើងគប្បីធ្វើអីហើយជាទូទៅយុទ្ធសាស្ត្ររបស់ខ្ញុំនៅពេលដែលខ្ញុំបង្វឹកបាទនៅក្នុងកំឡុងពេល5ទៅ15នាទីជាទូទៅខ្ញុំឲ្យពួកគាត់ធ្វើអីមួយយ៉ាងដែលជាជំហានឈានទៅកាន់គោលដៅរបស់គាត់បើសិនជានៅក្នុងកំឡុងពេលពី5នាទីទៅ15នាទីគាត់មិនបានធ្វើអ្វីមួយដើម្បីឲ្យខិតចិត្តចូលទៅកាន់គោលដៅរបស់គាត់ទេបាទគាត់មិនអាចជោគជ័យបានទេអស់លោកស្រីមិនអាចជោគជ័យធំឬក៏ជោគជ័យលក្ខណៈដុំកំភួនបានទេបើសិនជានៅក្នុងកំឡុងពេល5ទៅ15នាទីយើងដឹងថាយើងគប្បីធ្វើអីហើយយើងរក្សាទុកចាំដល់ថ្ងៃស្អែកដោយសារថ្ងៃស្អែកគឺជាពេលវេលាមួយដែលមិនដែលរត់មករកយើងទេពេលវេលាដែលស័ក្តិសមបំផុតគឺ now បាទអញ្ចឹងនៅទីនេះអ្វីដែលខ្ញុំចង់បង្ហាញជូនឱកាសដែលអរលោកស្រីបងប្អូនយើងអាចទទួលបានខ្សែវីដេអូគឺតាមរយៈការចូលរួមនៅក្នុងកម្មវិធី Success 2.0 ឬក៏ Mastery 2.0 ហើយនៅពេលនេះសម្រាប់អស់លោកស្រីបងប្អូនយើងភាគច្រើនដែលខ្ញុំជឿជាក់ថាដោយសារតែបងប្អូនយើងនៅប្រទេសកូរ៉េខាងត្បូងបងប្អូនយើងនៅតាមបណ្ដាខេត្តមានផលលំបាកនៅក្នុងការធ្វើដំណើរដើម្បីមកជួបខ្ញុំនៅក្នុង Mastery 2.0 ខ្ញុំសូមអនុញ្ញាតដើម្បីបង្ហាញជូនអំពី Success 2.0 ការ Success 2.0 គឺជាទម្រង់នៃការបង្វឹកបែបណាដែលនៅពេលបច្ចុប្បន្នកំពុងតែមានការពេញនិយមពីបងប្អូនយើងមិនថានៅក្នុងប្រជាជាតិកម្ពុជានៅកូរ៉េបាទនិងនៅសហរដ្ឋអាមេរិកអញ្ចឹងនៅពេលនេះខ្ញុំសូមបង្ហាញជូននៅទម្រង់នៃការបង្វឹកដែលខ្ញុំកំពុងតែផ្ដល់ជូននៅក្នុង Success 2.0 Success 2.0 គឺជាទម្រង់នៃការបង្វឹកមួយដែលខ្ញុំបានរៀបចំចងក្រងដែលជាទម្រង់មួយដែលយើងកំពុងតែធ្វើការ leverage បាទប្រើប្រាស់នៅ technology ប្រើប្រាស់នៅទម្រង់មួយដែលអនុញ្ញាតឲ្យបងប្អូនយើងជួបខ្ញុំតាមរយៈការប្រស័យទាក់ទងទៅវិញទៅមកដោយប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីអញ្ចឹងរៀងរាល់សប្តាហ៍អស់លោកស្រីបងប្អូនយើងនឹងមានឱកាសនៅក្នុងការជួប coach ដើម្បីទទួលបានការបង្វឹកការបង្ហាត់បង្ហាញហើយបន្តមកទៀតអស់លោកស្រីនឹងមានឱកាសនៅក្នុងការទទួលបាននៅមេរៀនពិសេសដែលខ្ញុំផ្ដល់ជូនជាបន្តបន្ទាប់ហើយបន្តមកទៀតអស់លោកស្រីនឹងមានឱកាសនៅក្នុងការធ្វើការងារជាមួយនឹង Mastermind ដែលខ្ញុំបានជម្រាបបញ្ជូនពីខាងដើមគោលការណ៍មួយដែលធ្វើឲ្យយើងទទួលបានភាពជោគជ័យគឺយើងត្រូវមាន Mastermind Group បាទយើងត្រូវមាន Mastermind Group អញ្ចឹង Mastermind Group របស់យើងមានទម្រង់2ទម្រង់ទី1គឺ Group ធំក្រុមធំដែលយើងធ្វើតាមរយៈ online បន្តមកទៀតយើងមាន Mini Mastermind Group ដែលក្រុម coach របស់ខ្ញុំគាត់នឹងធ្វើការសម្របសម្រួលដើម្បីជួយឲ្យលោកស្រីបងប្អូនយើងឲ្យ raise standard ដោយសារខាងដើមខ្ញុំបាននិយាយថាដើម្បីយើងទទួលបានភាពជោគជ័យយើងត្រូវតែ raise standard របស់យើង raise standard តាមរយៈការប្រើប្រាស់ទម្រង់ Mastermind រួមជាមួយនឹងការជួយជ្រោមជ្រែងពី coach អញ្ចឹង Success 2.0 គឺជាទម្រង់មួយដែលជាការបង្កើតនៅរូបភាពកូនកាត់មួយដែលខ្ញុំបានមើលឃើញអំពីភាពជោគជ័យរបស់អ្នកជោគជ័យធំដែលឃើញថានេះគឺជាវិធីសាស្ត្រមួយដែលជួយដល់បងប្អូនយើងមិនថានៅក្នុងស្រុកក្រៅស្រុកនៅក្នុងកលៈទេសៈដែលបងប្អូនមិនមានឱកាសនៅក្នុងការមកជួបខ្ញុំដែលជា coach នៅក្នុងកម្មវិធីណាមួយដែលខ្ញុំធ្វើឧទាហរណ៍ដូចជា Mastery 2.0 ឬក៏អស់លោកស្រីបងប្អូនយើងដែលនៅភ្នំពេញដែរប៉ុន្តែមានមួយភាពមមាញឹកនៅក្នុងការងារហើយចង់ចំណាយពេលវេលានៅពេលរាត្រីដើម្បីធ្វើការអភិវឌ្ឍខ្លួនបន្ថែមហើយក៏ចង់ចងបណ្ដាញជាមួយនឹងបងប្អូនយើងនៅខាងក្រៅស្រុកនៅតាមបណ្ដាខេត្តដើម្បីមានឱកាសនៅក្នុងការពង្រីកអាជីវកម្មកាន់តែធំបាទអញ្ចឹងនៅទីនេះអ្វីដែលខ្ញុំនឹងផ្ដល់ជូនគឺឱកាសនៅក្នុងការចូលសិក្សារៀនសូត្រពីសំណាក់បងប្អូនយើងនៅតាមបណ្ដាខេត្តក៏ដូចជានៅតាមបណ្ដាប្រទេសឆ្ងាយនៅក្នុងកម្មវិធី Success 2.0 ដែលយើងចាប់ផ្ដើមរៀងរាល់ថ្ងៃពុធ
វេលាម៉ោង 9 យប់រហូតដល់ម៉ោង 10 កន្លះយប់ម៉ោង 9 យប់ទៅម៉ោង 10 កន្លះយប់ដែលលោកស្រីបងប្អូនយើងនឹងជួបខ្ញុំនឹងធ្វើការបង្វឹកដោយផ្ទាល់រួមជាមួយនឹង coach របស់ខ្ញុំដែលគាត់មកពីក្រុមហ៊ុន multi billion dollar company ហើយនឹងក្រុមហ៊ុន multi billion dollar company ដែលគាត់កំពុងតែធ្វើការនៅក្នុងតំណែងថ្នាក់ខ្ពស់ជា senior manager អញ្ចឹងយើងនឹងទទួលបាននៅ psychology ដែលកើតចេញអំពីបងប្អូនយើងដែលគាត់មានបទពិសោធន៍នៅក្នុងការគ្រប់គ្រងដឹកនាំនៅថ្នាក់ខ្ពស់នៅក្នុងក្រុមហ៊ុនដែលមានប្រាក់ចំណូលលាននិងពាន់លានដូច្នេះអស់លោកស្រីបងប្អូនយើងមានឱកាសនៅក្នុងការសម្លឹងមើលឃើញនៅទស្សនវិស័យវែងឆ្ងាយនៅក្នុងការចាប់ផ្ដើមដំណើរជីវិតនៅក្នុងវិស័យជាសហគ្រិនភាពបាទអញ្ចឹងបើសិនជាអស់លោកស្រីបងប្អូនយើងមានចំណាប់អារម្មណ៍មានវត្ថុបំណងនៅក្នុងការคลายខ្លួនទៅជាសហគ្រិនឬក៏អស់លោកស្រីបងប្អូនយើងកំពុងតែធ្វើការថ្នាក់គ្រប់គ្រងថ្នាក់ដឹកនាំឬក៏កំពុងតែចាប់ផ្ដើមការងារដែលមានអារម្មណ៍ថាចង់ជោគជ័យនៅក្នុងអាជីពការងារចង់ឡើងតំណែងលឿនចង់ទទួលបានប្រាក់ចំណូលកើនឡើងឬក៏ចង់មានឱកាសនៅក្នុងការចាប់ផ្ដើមអាជីវកម្មក្រៅម៉ោងដោយបងប្រុសម្នាក់ដែលនៅក្នុងកម្មវិធីរបស់ខ្ញុំនៅពេលដែលគាត់ចូលកម្មវិធីរបស់ខ្ញុំគាត់ចាប់ផ្ដើមរកឃើញ the passion ហើយបន្តមកទៀតនៅពេលបច្ចុប្បន្នគាត់កំពុងតែមានអាជីវកម្មដែលភរិយារបស់គាត់កំពុងតែជួយគ្រប់គ្រងហើយខែមុននេះក្រុមហ៊ុនរបស់គាត់មានប្រាក់ចំណូលកើនឡើងគុណនឹង3ហើយមានបងប្រុសមួយទៀតបន្ទាប់ពីគាត់ទទួលបានការបង្វឹកខ្ញុំគាត់បានចាប់ផ្ដើមនៅអាជីវកម្មមួយដែលខ្ញុំ challenge ឲ្យគាត់បាទ raise ស្តង់ដារគាត់ហើយបន្ទាប់មកបញ្ចូលនៅ psychology មួយដែលខ្ញុំនិយាយអំពី franchise ឬក៏ licensing ខ្ញុំនិយាយថាបើសិនជាបងចាប់ផ្ដើមអាជីវកម្មនេះបាទអាជីវកម្មដែលគាត់នឹងបើកនេះខ្ញុំនិយាយថាបើសិនជាបងចាប់ផ្ដើមហើយបើសិនជាមិនបង្កើតឲ្យខ្លាចជា mini franchise ឬក៏ licensing ទេកុំចាប់ផ្ដើមអីអញ្ចឹងនៅពេលដែលខ្ញុំ challenge គាត់ psychology មានការផ្លាស់ប្ដូរបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់នៅកិច្ចការសំខាន់ឲ្យគាត់ធ្វើពាក់ព័ន្ធជាមួយនឹងការរៀបចំនៅផែនការយុទ្ធសាស្ត្រនៅគម្រោងផែនការអាជីវកម្មគាត់ចាប់ផ្ដើមអនុវត្តនៅអ្វីដែលខ្ញុំបានផ្ដល់ជូនដោយសារតែគាត់មានខ្ញុំជា coach របស់គាត់អញ្ចឹងនៅពេលដែលមានខ្ញុំជា coach របស់គាត់ខ្ញុំ challenge គាត់ raise ស្តង់ដារគាត់ខ្លាំងគាត់ចាប់ផ្ដើមអនុវត្តនៅកិច្ចការដែលគាត់សន្យាជាមួយខ្លួនឯងហើយនឹងសន្យាជាមួយខ្ញុំហើយជាលទ្ធផលបន្ទាប់ពីគាត់ launch ចាប់ផ្ដើមដាក់សម្ពោធប្រើប្រាស់នៅ business របស់គាត់ក្នុងកំឡុងពេលមួយសប្តាហ៍បាទមានអ្នកដែលចង់ទិញ franchise business របស់គាត់5កន្លែងបាទ good បាទ very good អូខេអញ្ចឹងមកដល់ទីនេះបើសិនជាអស់លោកស្រីបងប្អូនយើងមានចំណាប់អារម្មណ៍មានបំណងគ្រប់ក្រាក់គឺថាអូល្អបាទខ្ញុំចង់ចូលរួមនៅក្នុងកម្មវិធី Success 2.0 ដើម្បីទទួលបាននៅ bonus ដែលខ្ញុំនឹងផ្ដល់ជូនជាខ្សែវីដេអូមួយដែលខ្ញុំបានធ្វើជូនដល់បងប្អូនយើងនៅសហរដ្ឋអាមេរិកកាលពីខ្ញុំនៅប្រទេសម៉ាឡេស៊ីហើយខ្ញុំជឿថាបើសិនជាលោកស្រីបងប្អូនយើងទទួលបានខ្សែវីដេអូនេះនឹងទទួលបាននៅការសិក្សារៀនសូត្រហើយអនុវត្តជាប្រចាំឬក៏ពេលខ្លះអស់លោកស្រីបងប្អូនយើងក៏និយាយថាអូយុទ្ធសាស្ត្រតឹង6ដែលខ្ញុំបានលើកឡើងខ្ញុំដឹងហើយលោកគ្រូខ្ញុំចេះហើយលោកគ្រូហើយខ្ញុំនៅតែមិនទាន់ជោគជ័យវាយហេតុអីបាទសាមញ្ញទេមនុស្សភាគច្រើនមានបញ្ហាបែបហ្នឹងដោយសារតែគាត់មើលឃើញប៉ុន្តែគាត់មិនយល់គាត់ដឹងប៉ុន្តែគាត់មិនចេះគាត់ចេះប៉ុន្តែគាត់មិនអាចអនុវត្តកើតគាត់អនុវត្តប៉ុន្តែគាត់ធ្វើមិនចំទិសដៅបាទអញ្ចឹងអ្វីដែលសំខាន់គឺគាត់ត្រូវការអ្នកដែលនាំផ្លូវត្រូវការអ្នកដែលប្រាប់គន្លឹះរបស់គាត់ដោយបងស្រីម្នាក់នៅពេលដែលគាត់ទទួលបានការបង្វឹកពីខ្ញុំគាត់ចាប់ផ្ដើមទទួលស្គាល់នៅចំណុចមួយដែលពិសេសតាក់ទងជាមួយនឹង role model គាត់មានបងប្រុសរបស់គាត់ដែលជាអង្គការហើយគាត់អត់ដឹងថាគាត់មានមនុស្សដែលបកកែនៅក្បែរគាត់គ្រាន់តែគិតថាបងប្អូនឯងធម្មតាអញ្ចឹងគាត់ប្រឹងដោយគាត់បងស្រីគាត់ប្រឹងដោយបងស្រីអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមបង្ហើបអំពីយុទ្ធសាស្ត្រនៅក្នុងការធ្វើការជាមួយនឹង role model យុទ្ធសាស្ត្រនៅក្នុងការជ្រើសរើសនៅមនុស្សដែលយើងចាត់ទុកជាជនគំរូនៅក្នុងការធ្វើអាជីវកម្មគាត់ក៏ចាប់ផ្ដើមមើលឃើញថាអូបងខ្ញុំហើយបន្តមកទៀតនៅពេលដែលខ្ញុំចាប់ផ្ដើមបង្ហាញអំពី action step
បាទជំហាននៅក្នុងការសិក្សារៀនសូត្រជំហាននៅក្នុងការរាប់អានជំហាននៅក្នុងការធ្វើការជាមួយនឹងអ្នកដែលគាត់ជោគជ័យដែលជា role model របស់យើងគាត់ចាប់ផ្ដើមរីកចម្រើនគាត់ចាប់ផ្ដើមជោគជ័យមានបងប្រុសមួយទៀតគាត់ធ្វើការជាមួយនឹងថៅកែក្រុមហ៊ុនធំមួយម្ចាស់ក្រុមហ៊ុនធំមួយដែលខ្ញុំសូមមិនបង្ហាញឈ្មោះធំបាទនៅប្រជាជាតិកម្ពុជាពីណាក៏ស្គាល់ក្រុមហ៊ុនរបស់គាត់នៅហុងកុងនៅសហរដ្ឋអាមេរិកនៅម៉ាឡេស៊ីនៅសិង្ហបុរីនៅប្រទេសផ្សេងៗទៀតជាច្រើនដែលបងប្រុសគាត់ធ្វើការជាអ្នកបកប្រែឲ្យម្ចាស់ក្រុមហ៊ុនធំហ្នឹងបាទតកែធំហ្នឹងតែគាត់មិនបានស្វែងយល់អំពីយុទ្ធសាស្ត្រនៅក្នុងការដែលអាចទទួលបានអត្ថប្រយោជន៍ចេញពីកិច្ចការដែលគាត់ធ្វើជាមួយនឹងថៅកែក្រុមហ៊ុនហ្នឹងបន្ទាប់ពីគាត់ចូលនៅក្នុង Mastery 2.0 គាត់ទទួលបាននៅគោលគំនិតសំខាន់ពីខ្ញុំហើយបន្តមកទៀតគាត់បានប្រើប្រាស់នៅអ្វីដែលខ្ញុំបានផ្ដល់ជាអនុសាសន៍ជូនគាត់ហើយនៅពេលនេះគាត់ចាប់ផ្ដើមមើលឃើញថាគាត់ទទួលបាននៅចំណេះដឹងថ្មីតែឱកាសអ្វីខ្លះដែលអស់លោកស្រីកំពុងតែបាត់បង់ដោយសារតែអស់លោកស្រីបងប្អូនយើងមិនមានខូចបាទអស់លោកស្រីបងប្អូនយើងអាចគិតតើឱកាសអ្វីខ្លះដែលអស់លោកស្រីបងប្អូនយើងបាត់បង់កំពុងបាត់បង់ឬក៏អាចបាត់បង់តើភាពជោគជ័យអ្វីខ្លះដែលអស់លោកស្រីបងប្អូនយើងបានបាត់បង់រួចហើយកំពុងតែបាត់បង់និងបាត់បង់នៅថ្ងៃអនាគតដោយសារតែអស់លោកស្រីបងប្អូនយើងមិនបានធ្វើការជាមួយនឹងមនុស្សម្នាក់ឬក៏ច្រើនអ្នកដែលអាចត្រួសត្រាយនៅដំណើរផ្លូវផ្នែកចិត្តសាស្ត្រដើម្បីឲ្យយើងមើលឃើញនៅរូបភាពកាន់តែភ្លឺច្បាស់នៃអនាគតរបស់យើងនៃភាពជោគជ័យរបស់យើងរួចហើយត្រួសត្រាយនៅភាពមិនច្បាស់លាស់ចេញពីដំណើរផ្លូវជីវិតរបស់យើងដើម្បីយើងដើរលឿននៅទីនេះអ្វីដែលខ្ញុំស្នើសុំសម្រាប់អស់លោកស្រីបងប្អូនយើងដែលចង់ទទួលបានភាពជោគជ័យសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារសម្រាប់សង្គមរបស់យើងដោយសារអ្វីដែលខ្ញុំមើលឃើញអ្នកដែលគាត់ចង់ជោគជ័យគាត់គឺជាមនុស្សដែលមានអត្ថប្រយោជន៍សម្រាប់សង្គមអ្នកដែលប្រឹងធ្វើការសិក្សារៀនសូត្រអ្នកដែលធ្វើការជាមួយនឹង coach អ្នកដែល build mastermind group អ្នកដែលធ្វើការពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបង្កើតភាពជោគជ័យផ្ទាល់ខ្លួនក្រុមគ្រួសារគាត់គឺជាមនុស្សដែលជួយសង្គមកម្ពុជារបស់យើងឬក៏សង្គមណាក៏ដោយនៅពេលដែលមនុស្សភាគច្រើនរៀនសូត្រអនុវត្តទទួលបានភាពជោគជ័យបាទសង្គមនោះប្រទេសនោះនឹងក្លាយទៅជាសង្គមឬក៏ប្រទេសដែលពោរពេញទៅដោយអ្នកជោគជ័យដែលយើងចាត់ទុកថាប្រទេសអ្នកមានឧទាហរណ៍ដូចជាសិង្ហបុរីបាទអញ្ចឹងនៅទីនេះអ្វីដែលខ្ញុំស្នើសុំដល់លោកស្រីបងប្អូនយើងបាទសម្លឹងមើលថាតើអស់លោកស្រីនឹងខាតបង់អ្វីខ្លះនៅពេលដែលលោកស្រីបងប្អូនយើងមិនបានធ្វើការជាមួយនឹងមនុស្សដែលជួយដល់លោកស្រីបងប្អូនយើងដើម្បីទទួលបានភាពជោគជ័យកាន់តែលឿនបាទចឹងនៅទីនេះសម្រាប់អស់លោកស្រីបងប្អូនយើងដែលមានចំណាប់អារម្មណ៍នៅក្នុងការចូលរួមនៅក្នុងកម្មវិធី Success 2.0 ឬក៏អ្នកនៅភ្នំពេញបាទមានលទ្ធភាពចូលនៅក្នុង Mastery 2.0 បាទខ្ញុំនឹង share នៅ link មួយសម្រាប់អស់លោកស្រីបងប្អូនយើងដើម្បីបំពេញពាក្យស្នើសុំចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីបាទអញ្ចឹងនៅពេលដែលអស់លោកស្រីបងប្អូនយើងទទួលបាន link នេះហើយអស់លោកស្រីអាចចុះឈ្មោះដើម្បីបំពេញពាក្យស្នើសុំចូលរួមនៅក្នុងកម្មវិធីណាមួយដែលខ្ញុំមានបាទខ្ញុំបាន comment ជា link ហើយអញ្ចឹងអស់លោកស្រីបងប្អូនយើងអាចមើលឃើញបាទអញ្ចឹងនៅពេលនេះបើសិនជាអស់លោកស្រីបងប្អូនណាមានសំណួរបាទអាចចោទជាសំណួរខ្ញុំនឹងផ្ដល់ឱកាសប្រហែលជា10នាទីទៀតដើម្បីអស់លោកស្រីបងប្អូនយើងបាទសួរសំណួរហើយខ្ញុំនឹងផ្ដល់ជូននៅការឆ្លើយតបតាមលទ្ធភាពដែលខ្ញុំអាចឆ្លើយបានដើម្បីឲ្យលោកស្រីបងប្អូនយើងមានភាពច្បាស់លាស់ជាមួយនឹងកម្មវិធីដែលខ្ញុំកំពុងតែផ្ដល់ជូនហើយមួយទៀតអ្វីដែលខ្ញុំកំពុងតែមើលឃើញបាទអ្នកជោគជ័យគាត់មានរូបមន្តពីរសំខាន់ទៀតតែពិតមានរូបមន្តជាច្រើនដែលនៅទីនេះដោយសារតែពេលវេលាខ្ញុំផ្ដល់ជូនជាគោលរូបមន្តទី1គឺអ្នកជោគជ័យគាត់អនុវត្តនៅរូបមន្តឬក៏យុទ្ធសាស្ត្រដែលអ្នកដទៃគាត់ធ្វើបានហើយរូបមន្តនឹងទៀតសោតគឺមានភាពសាមញ្ញ
ងាយស្រួលដែលគាត់យកតែអនុវត្តធ្វើទៅក៏ទទួលបានផលឧទាហរណ៍ដូចជាបងប្អូនយើងនៅក្នុងកម្មវិធីដែលខ្ញុំផ្ដល់នៅការបង្វឹកជាទូទៅយុទ្ធសាស្ត្រចិត្តសាស្ត្រដែលខ្ញុំបានបែងចែកជាមួយគាត់បាទមានគេអនុវត្តបានហើយយុទ្ធសាស្ត្រមួយចំនួនជាគោលការណ៍ជា generalized principle មិនថាជាច្បាប់សកលមួយដែលវា works ដែលវាមានដំណើរការសម្រាប់មនុស្សរាប់ពាន់ឆ្នាំកន្លងមកឧទាហរណ៍ដូចជាច្បាប់ទំនាញផែនដីបើសិនជាខ្ញុំទម្លាក់ប៊ិចនេះបាទ 100% វានឹងធ្លាក់ចុះក្រោមបាទអញ្ចឹងវាជារឿងធម្មតាសាមញ្ញដូចគ្នាដែរគោលការណ៍មួយចំនួនដែលខ្ញុំបានផ្ដល់ជូនសម្រាប់អស់លោកស្រីបងប្អូនយើងឧទាហរណ៍ដូចជា Mastermind Group បាទគេធ្វើបានជោគជ័យអញ្ចឹងបើសិនជាអស់លោកស្រីបងប្អូនយើងមាន Mastermind Group អស់លោកស្រីក៏ទទួលបានភាពជោគជ័យដែរអញ្ចឹងគោលការណ៍ដែលអ្នកជោគជ័យគាត់ធ្វើគឺ follow what's work អនុវត្តនៅអ្វីដែលគេធ្វើបានជោគជ័យហើយវា proof វាបង្ហាញជាភស្តុតាងរាប់សិបឆ្នាំកន្លងមកឲ្យតែអ្នកណាធ្វើគឺនឹងទទួលបានផលបាទឧទាហរណ៍ដូចជាខ្ញុំនិយាយអំពីការអវង់ដែលមិនចាំបាច់ដកដង្ហើមឲ្យបាន20នៅពេលដែលខ្ញុំបង្រៀនអ្នកផ្សេងទៀតគាត់ធ្វើបានហើយអ្នកខ្លះធ្វើបានល្អជាងខ្ញុំទៀតឧទាហរណ៍ដូចជាបងឆៃរតនានៅពេលបច្ចុប្បន្នគាត់ធ្វើបានជាង50បាទដែលខ្ញុំ challenge ខ្លួនឯងខ្ញុំទៅតែធ្វើបានកាលពីម្សិលមិញខ្ញុំបាន52ចឹងនៅពេលដែលយើង follow what's work ទោះបីអ្នកណាក៏ដោយនៅពេលដែលធ្វើយើងនឹងទទួលបាននៅភាពជោគជ័យយើងនឹងទទួលបាននៅលទ្ធផលចឹងនៅទីនេះអ្វីដែលសំខាន់គឺខ្ញុំចង់ផ្ដល់ជូននៅអ្វីដែលខ្ញុំជឿជាក់ថាវាជារូបមន្តដែលអ្នកដទៃធ្វើបានជោគជ័យហើយអស់លោកស្រីនឹងយកទៅក៏ធ្វើបានជោគជ័យដែរអូខេមានសំណួរបាទរទ្ធី Hi coach I wonder about expert secret book that you have sent on email រទ្ធីអាច click នៅលើ link ដែលខ្ញុំបាន share តាក់ទងជាមួយនឹងសភៅហ្នឹងហើយរទ្ធីគ្រាន់តែចេញថ្លៃដឹកជញ្ជូន$12.95បាទអញ្ចឹងរទ្ធី click ទៅបាទ link ដែលខ្ញុំបានផ្ដល់ជូនរទ្ធីនឹងទទួលបានហើយបាទអញ្ចឹងតាក់ទងជាមួយសភៅតែនៅថ្ងៃនេះអ្វីដែលខ្ញុំចង់ផ្ដល់ជូនសំខាន់គឺតាក់ទងឱកាសនៅក្នុងការចូលរួមជាមួយខ្ញុំនៅក្នុង Success 2.0 សម្រាប់បងប្អូនយើងនៅតាមបណ្ដាខេត្តក៏ដូចជាបងប្អូនយើងនៅខាងប្រទេសក្រៅបាទដែលមានបំណងនៅក្នុងការដែលចង់សិក្សារៀនសូត្រជាមួយខ្ញុំដោយសារតែបងប្អូនខ្លះក៏ឃើញថាអូមានបងប្អូនយើងនៅសហរដ្ឋអាមេរិកគាត់ទទួលបាននូវភាពជោគជ័យបន្ទាប់ពីគាត់ចូលជាមួយខ្ញុំគាត់ផ្ដាច់នៅជាតិសង្វឹងគាត់ផ្ដាច់នៅទម្លាប់មិនល្អរួចហើយគាត់ install បាទគាត់ program ខ្លួនឯងឲ្យមានទម្លាប់ល្អក្រុមគ្រួសាររបស់គាត់ស្រឡាញ់គាត់រាប់អានគាត់ឲ្យតម្លៃគាត់កាន់តែខ្លាំងគាត់មានអារម្មណ៍ពេញលេញស្រឡាញ់ខ្លួនឯងពេញចិត្តខ្លួនឯងកាន់តែខ្លាំងគាត់ទទួលបាននូវការគោរពរាប់អានពីក្រុមហ៊ុនគាត់ទទួលបាននូវការឡើងតម្លៃគាត់ទទួលបាននូវឱកាសនៅក្នុងការរកបានប្រាក់ចំណូលច្រើនជាងមុនបាទអញ្ចឹងបើសិនជាបងប្អូនយើងនៅខាងក្រៅបាទនៅប្រទេសណាក៏ដោយដែលមានអារម្មណ៍ថាខ្ញុំចង់បានអញ្ចឹងដែរខ្ញុំចង់ចំណាយពេលវេលា spare time របស់ខ្ញុំដើម្បីទទួលបានភាពជោគជ័យបាទអញ្ចឹងអស់លោកស្រីអាចទៅអ្នកតំណងមកក្រុមការងាររបស់ខ្ញុំតាមរយៈ link ដែលខ្ញុំបាន comment នៅខាងក្រោមបាទអញ្ចឹងក្រុមការងាររបស់ខ្ញុំគាត់នឹងតំណែងទៅវិញខ្ញុំចាំសម្ដីមួយរបស់លោកគ្រូខ្ញុំគាត់និយាយថា financial freedom is created during your spare time មានន័យថាភាពជោគជ័យឬក៏សេរីភាពផ្នែកហិរញ្ញវត្ថុគឺបង្កើតឡើងនៅក្នុងពេលវេលាទំនេររបស់យើងបាទ spare time សៅរ៍អាទិត្យម៉ោងយប់ជាងដែលយើងចុចទូរទស្សន៍យើងមើលទូរទស្សន៍ scroll ចុះ scroll ឡើងតាម Facebook ឬក៏ឆែក YouTube ឆែកអីដែលជាព័ត៌មានមិនចាំបាច់យើងអាចចងក្រងក្រុមដូចជាទម្រង់មួយនៃ Success 2.0 ដើម្បីយើងបន្តនៅការសិក្សាជួយជ្រោមជ្រែងគ្នា
ព្រោះហើយទទួលបាននៅផែនការយុទ្ធសាស្ត្រជាចម្បងដើម្បីដឹកនាំជីវិតយើងប្រកបដោយភាពជោគជ័យដោយនៅពេលបច្ចុប្បន្ននេះនៅក្នុង Success 2.0 គាត់កំពុងតែ challenge ខ្លួនឯងជាមួយនឹងកិច្ចការដែលខ្ញុំបានផ្ដល់ជូននៅក្នុងទម្រង់ជាផែនការយុទ្ធសាស្ត្រដោយសារតែខ្ញុំមិនមែនជាមនុស្សដែលចូលចិត្ត motivation ទេគឺខ្ញុំចូលចិត្ត inspiration ខ្ញុំចូលចិត្តកត្តាជំរុញដែលកើតចេញអំពីវត្ថុបំណងនៅក្នុងជីវិតដែលយើងចង់បានដែលកើតចេញអំពីឆន្ទៈនៅក្នុងការចង់ជួយសង្គមដែលកើតចេញអំពីការលំបាកការពីអតីតកាលរបស់យើងដែលធ្វើឲ្យយើងមានការប្រឹងប្រែងហើយខ្ញុំចូលចិត្តប្រើប្រាស់យុទ្ធសាស្ត្រដើម្បីទទួលបាននៅអ្វីដែលយើងចង់បាន motivation គឺជាវិធីសាស្ត្រដែលខ្ញុំចាត់ទុកថាវិធីសាស្ត្រភ្លើងច្បើងដែលដុតទៅក្តៅយើងលោតមកប្រើតែអ្វីដែលយើងត្រូវការគឺយើងត្រូវការបង្កើតឲ្យមាននៅកម្លាំងចលករដែលយើងត្រូវតែធ្វើដំណើរទៅមុខពីមួយពេលទៅមួយពេលដែលมันមានការឈប់ឈរដើម្បីយើងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ហើយនៅពេលដែលយើងទទួលបានភាពជោគជ័យជាបន្តបន្ទាប់យើងសប្បាយយើងរីករាយយើងពេញចិត្តជាមួយអ្វីដែលយើងទទួលបាទនោះហើយគឺជាអ្វីមួយដែលបងប្អូនអស់លោកស្រីគ្រប់រូបចង់បានដែលពេលខ្លះយើងអត់ដឹងខ្លួនថាយើងចង់បានអញ្ចឹងអូខេនៅទីនេះសម្រាប់អស់លោកស្រីបងប្អូនយើងដែលមានវត្ថុបំណងនៅក្នុងការចង់សិក្សារៀនសូត្រជាមួយខ្ញុំនៅក្នុង Success 2.0 បាទយើងនឹងជួបគ្នារៀងរាល់ថ្ងៃពុធវេលាម៉ោង 9 យប់ទៅម៉ោង 10 កន្លះយប់ដែលជាឱកាសនៅក្នុងការដែលអស់លោកស្រីបងប្អូនយើងមានឱកាសនៅក្នុងការធ្វើការងារជា Mastermind Group ទទួលបាននឹងការបង្វឹកពីខ្ញុំទទួលបាននឹងការបង្វឹកពីក្រុមខូចរបស់ខ្ញុំទទួលបាននៅការជួយជ្រោមជ្រែងគ្នានៅក្នុង Mini Mastermind Group ទទួលបានឱកាសនៅក្នុងការផ្ដល់ជូននៅខ្សែវីដេអូមួយដែលពិសេសដែលខ្ញុំបានធ្វើជូនសម្រាប់បងប្អូនយើងនៅសហរដ្ឋអាមេរិកហើយនឹងអស់លោកស្រីបងប្អូនយើងនឹងមានឱកាសនៅក្នុងការចូលរួមនៅក្នុង Facebook group ដែលជា secret group សម្រាប់តែអ្នកដែលចូលរួមនៅក្នុង Success 2.0 ដែលនៅទីនោះមានខ្សែវីដេអូដែលខ្ញុំបានធ្វើកាលពីសប្តាហ៍មុនសម្រាប់បងប្អូនយើងនៅក្នុង Success 2.0 ដូច្នេះមានន័យថាបើសិនជាអស់លោកស្រីបងប្អូនយើងសម្រេចចិត្តចូលនៅក្នុងកម្មវិធី Success 2.0 នៅពេលនេះអស់លោកស្រីនឹងទទួលបាននៅខ្សែវីដេអូមេរៀនដែលខ្ញុំបានធ្វើកាលពីសប្តាហ៍មុនសម្រាប់បងប្អូនយើងនៅក្នុង Success 2.0 អញ្ចឹងអស់លោកស្រីបងប្អូនយើងចូលរួមអស់លោកស្រីនឹងទទួលបាននៅមេរៀនខ្សែវីដេអូដែលខ្ញុំបានធ្វើកាលពីសប្តាហ៍មុនរួមជាមួយនឹងខ្សែវីដេអូដែលពិសេសដែលខ្ញុំបានធ្វើសម្រាប់បងប្អូនយើងនៅសហរដ្ឋអាមេរិកចឹងនៅពេលនេះខ្ញុំបាទខំពិសិដ្ឋខ្ញុំជឿជាក់ថាអស់លោកស្រីបងប្អូនយើងធ្វើការសម្រេចចិត្តមួយដើម្បីអភិវឌ្ឍខ្លួនឯងអភិវឌ្ឍនៅសមត្ថភាពនៅក្នុងការបង្កើននៅប្រាក់ចំណូលបង្កើននៅភាពជោគជ័យបង្កើននៅសុភមង្គលនៅក្នុងក្រុមគ្រួសារហើយពិសេសចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងបាទនៅពេលនេះខ្ញុំបាទខំពិសិដ្ឋជឿជាក់ថាអស់លោកស្រីនឹងបំពេញនៅទម្រង់នៅផ្នែកខាងក្រោមហើយខ្ញុំនឹងរងចាំដើម្បីធ្វើការជាមួយនឹងអស់លោកស្រីហើយក៏នឹងរងចាំដើម្បីរៀបចំនៅកាដូដ៏ពិសេសដើម្បីផ្ដល់ជូនដល់លោកស្រីបងប្អូនយើងដែលនឹងចូលរួមនៅក្នុងកម្មវិធី Success 2.0 បាទនៅពេលនេះខ្ញុំបាទខំពិសិដ្ឋអរគុណច្រើនបាទ Live your life as a mastery